បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងចូលមកមេរៀនរបស់យើងបន្តទៀតតាក់ទងនឹងការសិក្សាទៅលើ color grading អញ្ចឹងថ្ងៃនេះយើងនឹងមកនិយាយទាំង color grading ទាំងការ encoding color space ដែលវាមានភាពលម្អិតជាងមុនតាក់ទងទៅនឹងការ encoding color space ជាមួយនឹង DaVinci YRGB នឹងឯងឥឡូវយើងចាប់ផ្ដើមចូលមកក្នុង color management មុននឹងយើងធ្វើការ encoding color space បាទចុចកន្លែង setting មកយើងចូលមក color management ចឹងតើតើនឹង color science គឺយើងនឹងប្រើ DaVinci YRGB ដូចគ្នាប៉ុន្តែនៅកន្លែង timeline color space គឺយើងប្រើជាមួយនឹង DaVinci Gamut Intermediate អូខេយើងយកនឹងមកបន្តមកទៀត output យើងយកទៅ Rec 709 2.4 បាទបន្តមកទៀតអ្នកគ្នាចុច save មកចឹងការតាក់ទង encoding color space លើកនេះវាមានភាពលម្អិតនិងជាក់លាក់ជាងមុនអ្នកគ្នាត្រូវតែមាន node 2ខ្ញុំ ALS បន្តមកទៀតយើងចូលទៅ effect ហើយយើងចាប់ផ្ដើមទាញ color space transform យើងចូលបាទយើងអាចទាញចូលទាំងពីរមកឥឡូវខ្ញុំដាក់ឈ្មោះសិនខាងដើមនេះខ្ញុំដាក់ថា input CST បន្តមកទៀតខាងចុងនេះខ្ញុំដាក់ថា output CST អូខេអញ្ចឹងនៅ node ទី1នេះគឺយើងនឹងប្រាប់ទៅ DaVinci YRGB អំពីព័ត៌មាននៃកាមេរ៉ាដែលយើងបានធ្វើការ setting ហ្នឹងតាក់ទងនឹង color space ហ្នឹងឯងបន្តមកទៀត output នេះគឺយើងនឹងឲ្យ DaVinci YRGB ធ្វើការ encoding color space ហ្នឹងមកឲ្យយើងបន្តណាអញ្ចឹងខ្ញុំឈរនៅលើ input អញ្ចឹងយើងចូលមក effect មកកន្លែង input color space នេះយើង capture ចេញពីអីគេកាមេរ៉ារបស់យើងហ្នឹងអញ្ចឹងអានេះវា capture ចេញពី Sony ចឹងខ្ញុំយក Sony S Gamut Cine Gamut 3 Cine ហ្នឹងបន្តមកទៀត input gamma គឺយើងយកជាមួយនឹង S-Log 3អូខេបន្តមកទៀត output color space នេះគឺយើងយក DaVinci Y Gamut បន្តមកទៀត output gamma គឺយើងយក DaVinci Intermediateបន្តមកទៀតយើងចូលមក output ម្ដងអញ្ចឹងនៅក្នុង output នេះគឺយើងនឹងប្រាប់DaVinci Y Gamut ឲ្យ encoding color space ឲ្យយើងអញ្ចឹងកន្លែងនេះយើងយក DaVinci Y Gamut ហើយ input គឺយើងយក DaVinci Intermediate ហើយកន្លែង output color space នេះគឺយើងយក Rec 709ហើយ gamma គឺយើងយក 2.4 អូខេអញ្ចឹងនេះគឺជាការ encoding color space ជាមួយនឹង DaVinci Y Gamut អូខេបន្តមកទៀតយើងអាចបិទ effect មកអញ្ចឹង node មួយនេះគឺត្រូវតែនៅខាងចុងគេដើម្បីឲ្យវា effect ទៅលើការងាររបស់យើងអញ្ចឹងបន្តមកទៀតអ្នកគ្នាធ្វើការ ALS មកខ្ញុំបង្កើត node 4 ទៀតចំណុច4នេះគឺខ្ញុំនិយាយតាក់ទងទៅនឹង saturation white balance contrast ហើយនិង exposure អញ្ចឹងខ្ញុំអាចដូរឈ្មោះមកចុច T ខ្ញុំដាក់ sat ហើយអានេះខ្ញុំដាក់ថា white balance WB ហើយអានេះខ្ញុំដាក់ថា contrast ហើយបន្តមកទៀតចុងក្រោយគេខ្ញុំដាក់ថា EXP គឺ exposure អញ្ចឹងនៅ node ដំបូងនេះខ្ញុំធ្វើការតម្លើងជាមួយនឹង saturation ឲ្យវាបន្តិចអូខេផាយខ្ទង់ប៉ុណ្នេះសិនមកបន្តមកទៀតគឺយើងចាប់ផ្ដើមស្រេជាមួយនឹង white balance អ្នកនេះអាចធ្វើក្រោយគេក៏បានតែខ្ញុំតម្លើង contrast សិនអូខេហើយនឹង exposureអូខេអញ្ចឹងយើងចាប់ផ្ដើមមកស្រេចជាមួយនឹង white balance របស់យើងខ្ញុំអាចយក eyedropper tool របស់ white balance នេះមក click តំបន់ពណ៌សមកបាទអញ្ចឹងវាចាប់ផ្ដើមចាប់ប៉ុន្តែមើលទៅវាដូចជារៀង Q បន្តិចអ្នកនេះអាចធ្វើការតម្លាក់មកវិញបន្តិចបានเนาะអូខេយើងមើល before អានេះគឺយើងអត់ទាន់ចាប់ជាមួយនឹង white balance អានេះយើងចាប់ជាមួយនឹង white balance ហើយអូខេអាចទាញតិចទៀតអូខេប៉ុណ្នេះល្មម
បន្តមកទៀតគឺខ្ញុំចាប់ផ្ដើមបង្កើត node មួយទៀត sorry ខ្ញុំចាប់ផ្ដើមបង្កើត parallel node អញ្ចឹងខ្ញុំចុច Alt S បន្ទាប់ពី saturation node នេះហើយខ្ញុំចុច Alt P មកអញ្ចឹងខ្ញុំយកវា3អាចទាញមកអង្គក្រុមក៏បានដែរអូខេតមកទៀត node ទី1នេះគឺខ្ញុំនឹងធ្វើការស្រេចតាក់ទងទៅនឹងតំបន់ណាមួយដែលខ្ញុំចង់បដូរពណ៌វាអញ្ចឹងណាឥឡូវតាក់ទងនឹង saturation ក៏ដូចជា contrast នេះខ្ញុំចង់តម្លើងវាបន្តិចទៀតអូខេ before after អញ្ចឹងកន្លែងនេះគឺខ្ញុំចង់សេរីតាក់ទងទៅនឹងពណ៌ Q green របស់យើងនេះបាទអញ្ចឹងខ្ញុំអាចឈរលើ qualify ខ្ញុំចាប់តែតំបន់ green ហ្នឹងទេបន្ទាប់ពីអ្នកនេះចុច qualify ហើយយើងអាចចុចពាក្យថា shift x ដើម្បីយើងបើក qualify របស់យើងហើយបន្តមកទៀតអ្នកនេះអាចអូសជាមួយនឹង hue នេះ hue នេះគឺតាក់ទងនឹងពណ៌ saturation នេះគឺតាក់ទងនឹងកម្រិតនៃពណ៌ហើយតាក់ទង luminance គឺតាក់ទងនឹងពន្លឺអញ្ចឹងខ្ញុំអាចចាប់តែកន្លែង green នេះមកនេះអូខេខ្ញុំ shift x ទៅវិញខ្ញុំអាចធ្វើការ saturation ឲ្យវាបន្តិចអូខេយើងមើល before after ខ្ញុំតម្លើងតិចទៀតអូខេបន្តមកទៀតតាក់ទងនឹងមួយនេះខ្ញុំអាចនឹងចាប់ជាមួយនឹង blue ខ្ញុំ select លើ blue ហើយខ្ញុំទាញវា shift x មកអូខេអញ្ចឹងខ្ញុំ shift x ទៅវិញខ្ញុំអាចធ្វើការ saturation ឲ្យវាបន្តិចដូចគ្នាអូខេបន្តមកទៀតគឺពណ៌កាជូកនេះក្រហមនេះខ្ញុំអាចឆក់វាដែរហើយខ្ញុំ shift x ទាញវាបន្តិចមកចឹងខ្ញុំនឹងយកវាទៅរៀង pink ជាងនឹងបន្តិចទៀតចឹងយើងដូរកន្លែង hue នេះមកអូខេខ្ញុំ shift x ខ្ញុំមើល before and after អានេះមុនក្រហមពេលយើងដូរហើយគឺវារៀងការឈុកមកវិញតោះណាអូខេអញ្ចឹងយើងបានសេរីតាក់ទងនឹង3របស់យើងនេះបន្តមកទៀតខ្ញុំ Alt S ដើម្បីបង្កើត serial node ហើយខ្ញុំ Alt L ដើម្បីបង្កើត layer node អូខេអញ្ចឹង node ខាងក្រោមនេះខ្ញុំនឹងចាប់ជាមួយនឹង skin របស់យើងដើម្បីឲ្យមាន saturation ជាងនឹងបន្តិចទៀតដោយសារ skin របស់យើងមើលទៅវារៀង flat អញ្ចឹងខ្ញុំឈរនៅលើ node ក្រោមហ្នឹងយើងចូលមក qualify ទៅដែរយើងអញ្ចឹងយើងអូសកន្លែងសាច់នៃតួអង្គរបស់យើងមកបន្តមកទៀតយើង shift x ហើយយើងចាប់ផ្ដើមសេរី hue របស់យើងនេះឲ្យទៅពណ៌មកអូខេហើយយើងអាចសេរីនេះតិចមកប៉ុណ្្នឹងមកបន្តមកទៀតខ្ញុំ shift x ទៅវិញហើយខ្ញុំធ្វើការតម្លើងជាមួយនឹង saturation អូខេយើងអាចមើល before and after អញ្ចឹងយើងឃើញថា skin របស់យើងគឺរៀង push out មកវិញអ្នកនេះអាចមើលកន្លែង vector scope ហើយយើងបើកកន្លែង show skin tone indicator ហ្នឹងមកណាបន្តមកទៀតអ្នកនេះចាំចុច shift x វិញហើយយើងមើលជាមួយនឹង skin tone របស់យើងកាលណាវារត់នៅលើបន្ទាត់នឹងត្រង់ហ្នឹងមានថាវាត្រឹមត្រូវហើយតោះណាអូខេយើង shift x មកវិញអូខេអញ្ចឹង node layer ខាងក្រោមនេះខ្ញុំនឹងដាក់វាថា log adjust ហើយនេះខ្ញុំដាក់ថា skin tone អូ
គេអញ្ចឹងកន្លែង look adjust នេះខ្ញុំនឹងប្រើជាមួយនឹង curve របស់យើងអញ្ចឹងខ្ញុំចូលមកក្នុង rate បន្តមកទៀតខ្ញុំអាច break វាធំតិចមកអញ្ចឹងខ្ញុំនឹង lock កន្លែង mid tone បាទហើយយើងដាក់វាឲ្យស្មើមកអញ្ចឹងខ្ញុំនឹងទាញ rate របស់យើងចុះបន្តិចហើយខ្ញុំទាញhighlight រៀងឡើងបន្តិចមកកន្លែង shadow នេះយើងទាញចុះណាអូខេអញ្ចឹងមេរៀននេះគឺតាក់ទងនឹង split tone ហើយប៉ុន្តែចាំទៅមេរៀនបន្តទៀតខ្ញុំនឹងបញ្យល់លម្អិតតាក់ទងនឹង split tone ហ្នឹងហើយឥឡូវគ្រាន់តែអាចធ្វើតាមខ្ញុំសិនមកតទៅទៀតតាក់ទងនឹង blue ខ្ញុំទាញវាឡើងបន្តិចដើម្បីខ្ញុំ mode អូខេទាញនេះចុះបន្តិចមកអូខេខ្ញុំអាចថាយកប៉ុណ្ណឹងហើយយើងអាចមើល before and after អូខេអញ្ចឹងបន្តមកទៀតខ្ញុំចុច Alt S កាត់ Serial Node មួយទៀត Node នេះខ្ញុំនឹងដាក់ effect មួយឈ្មោះថា glow អញ្ចឹងខ្ញុំចុចពាក្យថា glow ហើយខ្ញុំ drag វាដាក់ចូលមកបន្តមកទៀតអ្នកគ្នាអាចធ្វើការArray ជាមួយនឹង Street Hole របស់វានេះបាទនេះប៉ុន្តែពេលអ្នកគ្នាទាញអញ្ចឹងមកគឺវាឆេះអញ្ចឹងអ្នកគ្នាអស់មកក្រោមកន្លែង composite type នេះគឺយើងយកពាក្យថា soft light ចុចកន្លែង soft light មកបន្តមកទៀតចាំអ្នកគ្នាទៅ Array ម្ដងទៀតខ្ញុំអាចទាញវាចុះមកក្រោមឲ្យវាចេញ glow ប៉ុន្តែរូបរបស់យើងវាទៅជា contrast ទៅវិញអញ្ចឹងណាអញ្ចឹងកន្លែង sharp and spread នេះគឺខ្ញុំអាចទាញវាឡើងបន្តិចអូខេយើងអាចទាញកន្លែង gamma ឡើងបន្តិច gain នេះហើយនឹង saturation យើងអត់ចាំបាច់ដាក់ក៏បានដែរកុំឲ្យវានេះហើយ opacity អ្នកនេះអាចតេស្តមើលមកណានេះអញ្ចឹងរូបវាអាចធ្វើអញ្ចឹងរូបវាអាចកំណត់ថាត្រូវដាក់ប៉ុណ្ណាសំខាន់យើងទាញវាមើលជាក់ស្ដែងเนาะអូខេតមកទៀតចូលមក global blend នេះគឺមានន័យថាអ្នកគ្នាធ្វើការ blend អ្វីអ្នកគ្នាបាន setting នៅលើ glow ហ្នឹងឲ្យវាដកហើយ blend ចូលគ្នាជាមួយនឹងការ color grading របស់យើងហ្នឹងឥឡូវខ្ញុំដកវាមកវានឹង blend មកតម្រង់ដើមរបស់យើងនេះពេលយើងដកអស់ពេលយើងតម្លើងនេះគឺវានឹងតម្លើងជាមួយនឹង glow effect ដែលយើងបាន setting ដែលយើងបានសេរីពីលើនឹងឯងខ្ញុំដាក់ប៉ុណ្នេះមកហើយយើងមើល before and after ខ្ញុំអាចអូសទៅលើហើយខ្ញុំសេរីជាមួយនឹង glow យើងតិចទៀតអូខេអូខេខ្ញុំគិតថាខ្ញុំយកប៉ុណ្នេះបាទអញ្ចឹងយើងអាចមើល before and after បន្តមកទៀតយើងអាចសេរីទៅលើ saturation របស់យើងនេះបាទយើងអាចតម្លើងវាបន្តិចកុំខ្លាំងណាបន្តមកទៀតខ្ញុំបង្កើត serial node មួយហើយខ្ញុំចូលមក curve ខ្ញុំអាចរៀងតម្លាក់ highlight វាចុះបន្តិច shadow បន្តិចដែរមកបាទអាចមើល before and after អញ្ចឹងយើងទៅមើល before and after ទៅលើការងាររបស់យើងទាំងមូលមិញបាទយើង select ទាំងអស់មកយើង control D here's before and after អូខេបាទអញ្ចឹងនេះគឺជា workflow មួយនៃការធ្វើ color grading អ្នកគ្នាអាចធ្វើការសេរីឬក៏ adjust ទៅតាមការងារជាក់ស្ដែងរបស់អ្នកគ្នាអត់អាចធ្វើតាមខ្ញុំគ្រាន់តែនេះខ្ញុំបង្ហាញពី workflow អញ្ចឹងអ្នកគ្នាអាចបន្ថែមបន្ថយទៅតាមការងារជាក់ស្ដែងរបស់យើងបានអូខេអញ្ចឹងមេរៀនរបស់យើងមានប៉ុណ្ណឹងយើងនឹងជួបគ្នាបន្តទៀតទាក់ទងនឹងផ្នែក color grading ហ្នឹង